ច្ចុប្បន្នទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនជាបន្តបន្ទាប់ដែលក្នុងនោះគឺកន្លែងការងារត្រូវការបុគ្គលិកគឺឈានដល់ក្នុងមួយឆ្នាំគឺអាចដល់ខ្ទង់ជាង10000កន្លែងនឹងមុខតំណែងឯណោះចា៎ហើយស្របគ្នានេះដែរនៅថ្ងៃទី25ខែមករាឆ្នាំ2018នេះនៅទីភ្នាក់ងារជាតិមុខរបរនិងការងារគឺមានរៀបចំជាវេទិកាសម្ភាសការងារក្នុងនោះគឺមានក្រុមហ៊ុនចំនួន4ត្រូវការជ្រើសរើសបុគ្គលិកហើយក្នុងនោះមានការកត់សម្គាល់ឃើញថាមានបងប្អូនប្រជាពលរដ្ឋក៏ដូចជាយុវជននិស្សិតជាដើមគាត់មកដាក់ពាក្យធ្វើការរកកន្លែងការងារធ្វើនិងសម្ភាសផ្ទាល់ជាដើមនៅទីនេះលោកភួងសំអាតអនុប្រធានផ្នែកប្រម៉ូទនិងផ្សព្វផ្សាយព័ត៌មាននៃទីភ្នាក់ងារជាតិមុខរបរនិងការងារបានប្រាប់ឲ្យដឹងថាទីផ្សារការងារពីមួយឆ្នាំទៅមួយឆ្នាំគឺមានកំណើនគឺទ្វេដងឯណោះហើយជាក់ស្ដែងនៅថ្ងៃនេះគឺមានកន្លែងការងារចំនួនសរុប327កន្លែងនិងមានក្រុមហ៊ុនចំនួន4ដែលគាត់ធ្វើការជ្រើសរើសនិងសម្ភាសផ្ទាល់ដែលក្រុមហ៊ុនចំនួន4នោះគឺជាក្រុមហ៊ុនប្រភេទផ្នែកសេវាកម្មទន្ទឹមនឹងនេះលោកភួងសំអាតបានបញ្ជាក់ទៀតថាបុគ្គលិកការងារដែលក្រុមហ៊ុនជ្រើសរើសនោះគឺមានច្រើនកន្លែងប៉ុន្តែការឆ្លើយតបទៅនឹងការងារវិញគឺលក្ខណៈដែលអ្នកមកដាក់ពាក្យគឺអ្នកដែលសម្ភាសជាប់គឺមានប្រមាណតែជា30ទៅ40%ប៉ុណ្ណោះចាសសូមស្ដាប់ប្រសាសន៍លោកភួងសំអាតបាទជាក់ស្ដែងតាមបទពិសោធន៍របស់មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញយើងធ្វើវេទិកានេះឡើងមកយើងឃើញថាការឆ្លើយតបជាមួយនឹងតម្រូវការការងាររបស់អ្នកដែលស្វែងរកការងារធ្វើគាត់មកដាក់ពាក្យផ្ទាល់ហ្នឹងឃើញថាចំនួនដែលគាត់ទទួលបានការងារនោះគឺចន្លោះពី40ទៅ30ទៅ40%ដែលគាត់ធ្វើការសម្ភាសជាប់ភ្លាមៗនៅទីនេះប៉ុន្តែជានីតិវិធីរបស់ក្រុមហ៊ុនគាត់អាចមាននីតិវិធីផ្សេងទៀតដែលគាត់ត្រូវទៅសម្ភាសមួយតង់ទៀតនៅក្រុមហ៊ុនរបស់គាត់ណាឃើញថាអាចជាប់ចុងក្រោយនេះពីចន្លោះ20ទៅ30%នៃចំនួនដែលគាត់ជាប់ភ្លាមៗនៅនេះពី30ទៅ40%បាទទន្ទឹមនឹងនេះដែរនាងខ្ញុំបានជួបសម្ភាសផ្ទាល់ជាមួយអ្នកដែលស្វែងរកការងារធ្វើហើយនិងអ្នកមកសម្ភាសផ្ទាល់នឹងគាត់បានលើកឡើងថានេះគឺជាឱកាសការងារល្អមួយសម្រាប់ពួកគាត់ដែលគាត់មកស្វែងរកការងារធ្វើនៅទីនេះគឺមានលក្ខណៈជាច្រើនមុខតំណែងហើយអ្វីដែលគាត់ចង់បានគឺលក្ខខណ្ឌការងារឆ្លើយតបទៅនឹងថាការឈប់សម្រាកប្រាក់បៀវត្សខ្ពស់ក៏ដូចជាលក្ខខណ្ឌការងារផ្សេងជាដើមការផ្គត់ផ្គង់ថ្លៃហូបចុកប្រចាំថ្ងៃក៏ដូចជាពេលមានជំងឺឈឺស្កាត់ម្ដងមានអស់លុយទៀតចឹងបាទបើថាមានក្រុមហ៊ុនណាដែលមែនថាលក្ខខណ្ឌការងារល្អតើតើគេទិញ insurance ឲ្យបុគ្គលិកឲ្យអីចឹងយើងចង់បានដំណើរយើងចង់បានការងារដែលក្រុមហ៊ុនដែលចិត្តទុកដាក់ធ្វើយើងមានលក្ខខណ្ឌការងារល្អតើតើសុវត្ថិភាពការងារអីចឹងយើងចង់បានក្រុមហ៊ុនចឹងអ្វីដែលយើងចង់បានគឺវាថាយើងមានសមត្ថភាពហើយអញ្ចឹងយើងចង់បញ្ចេញសមត្ថភាពយើងទៅលើការងារហ្នឹងហើយយើងចង់ធ្វើការងារហ្នឹងឲ្យបានល្អចង់ខ្លាយជាមនុស្សដែលបកកែម្នាក់ដូចជាផ្នែកលក់អញ្ចឹងចង់ខ្លាយជាមនុស្សដែលបកកែខាងលក់ហើយយើងទទួលបាននៅបទពិសោធន៍នៅអ្វីដែលថ្មីហើយទទួលបាននៅការបន្តបណ្ដាបន្ថែមពីការងារបងហើយចំពោះការងារយើងធ្វើទៅបានល្អក្រុមហ៊ុនក៏រីកចម្រើនទៅតាមនេះដោយឡែកលោកសំឆាយាតំណាងក្រុមហ៊ុន World Dining ដែលជាក្រុមហ៊ុនក្រោម Airmont Group World Dining Room គឺមានតម្រូវការប្រមាណជា100នាក់ដែលមានគ្រប់ផ្នែកទាំងអស់នៅផ្នែកសេវាកម្មដែលចូលបម្រើការងារនៅក្នុង World Dining Room ហើយលោកបានបញ្ជាក់ទៀតថាលក្ខណៈដែលក្រុមហ៊ុនចង់បានគឺភាពស្មោះត្រង់ភាពតស៊ូអត់ធ្មត់និងភាពជួយយកអាសាជាដើមនៅក្នុងពេលម៉ោងបំពេញការងារចាសសូមស្ដាប់ប្រសាសន៍របស់លោកសំឆាយាយើងត្រូវការបុគ្គលិកច្រើននៅក្នុងវត្តនេះយើងមានបដោតសំខាន់លើផ្នែកចុងភៅផ្នែកសេវាកម្មអញ្ចឹងណាបុគ្គលិកគ្រប់គ្រងផ្នែកគ្រប់គ្រងបុគ្គលិកនៅតាមហាងអញ្ចឹងណាក្រៅតែពីការមានសញ្ញាបត្រខ្ពស់ទៅតាមតំណែងដូចជាអ្នកដែលគាត់មានជំនាញវិជ្ជាជីវៈហើយគាត់ចង់ធ្វើភាពស្មោះត្រង់អីចឹងបាទអាហ្នឹងគឺក្រុមហ៊ុនចង់បានមែនតើមួយទៀតក្រៅទន្ទឹមភាពស្មោះត្រង់ការខិតខំគាត់ចង់អ្វីដែលឲ្យអស់ពីចិត្តដែរគាត់ស្រឡាញ់ការងារហ្នឹងហើយគាត់អាចនឹងរៀនអនមួយការងារហ្នឹងបានយូរអង្វែងហើយវានឹងតបស្នងមកវិញនៅគុណតម្លៃធំអាជីពរបស់គាត់តែម្ដង
ចាសសូមបញ្ជាក់ថាវេទិកាការងារនៅក្នុងថ្ងៃនេះនឹងចាប់ផ្ដើមឡើងចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាចគឺមានតែរយៈពេល1ថ្ងៃទេហើយបេក្ខជនសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍អាចមកធ្វើការដាក់ពាក្យផ្ទាល់ក៏ដូចជាសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុននៅទីនេះដែលពួកគាត់គ្រាន់តែកាន់ CV កាន់ប្រវត្តិរូបសង្ខេបមកសម្ភាសនៅទីនេះតែម្ដងគឺស្ថិតនៅក្នុងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចានាងខ្ញុំឈិតបូរវីធ្វើសេចក្តីរាយការណ៍ពីទីភ្នាក់ងារជាតិមុខរបរនិងការងាររាជធានីភ្នំពេញ